ជនហោះ F16 ថៃទម្លាក់គ្រាប់បែកលើឃ្លាំងអុកញ៉ាវងឌួងបដាឲ្យមានមនុស្សរបួសចំនួន2នាក់ករណីកងកម្លាំងយោធាថៃបន្តឈ្លានពានលើដែនដីធិបតេយ្យភាពកម្ពុជានៅព្រឹកថ្ងៃទី18ខែធ្នូនេះដោយបានប្រើប្រាស់យន្តហោះចម្បាំង F16 ទម្លាក់គ្រាប់បែកចំនួន3គ្រាប់មកលើឃ្លាំងមួយកន្លែងនៅក្រុងប៉ោយប៉ែតដែលជាកម្មសិទ្ធិរបស់លោកអុកញ៉ាវងឌួងបណ្ដាលឲ្យមានការខូចខាតសម្ភារៈនិងមានរងរបួសស្រាលចំនួន2នាក់នេះបើតាមយោងអ្នករងពាក្យក្រសួងមហាផ្ទៃលោកទូសុខៀនអ្នកនាំពាក្យក្រសួងមហាផ្ទៃឲ្យបានដឹងនៅរសៀលថ្ងៃប្រហ័សនេះថានាព្រឹកថ្ងៃទី18ខែធ្នូ2025យន្តហោះ F16 របស់ថៃបានទម្លាក់គ្រាប់បែកចំនួន3គ្រាប់ចូលតំបន់ទីប្រជុំជនស៊ីវិលរបស់កម្ពុជាភូមិសាកណ្ដាលសង្កាត់កណ្ដាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យបណ្ដាលឲ្យខូចខាតអគារមួយខ្នងដំបូលឃ្លាំងអុកញ៉ាវងឌួងផ្នែកខាងត្បូងសម្ភារៈមួយចំនួនទៀតនិងអ្នករងរបួសស្រាលចំនួន2នាក់គិតមកត្រឹមថ្ងៃទី18ខែធ្នូ2025ជាថ្ងៃទី12ភាគីថៃនៅតែបន្តរំលោភបទឈប់បាញ់នៅសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃនិងភាគីកម្ពុជានិងភាគីថៃបានចុះហត្ថលេខានៅថ្ងៃទី26ខែតុលា2025នៅថ្ងៃទី18ខែធ្នូនេះយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F16 ទម្លាក់គ្រាប់បែកក្នុងភូមិផ្សារភ្នំខ្មោចវេលាម៉ោង 9:51 នាទីនិងម៉ោង 17 នាទីយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F16 គ្រាប់ក្នុងភូមិនិងផ្សារពាក់ស្បែកខេត្តព្រះវិហារ